នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញលោកអ្នកអំពីមុខងារមួយនៅក្នុង KGA Toolbox ដែលខ្ញុំទើបតែបានដាក់បញ្ចូលថ្មីនោះគឺមុខងារសម្រាប់ធ្វើការឆែកនៅភាពកងគ្នានៃព្រំ polygons ចង់ឧបមាថាបើសិនបើយើងមាន polygon ក្បាលដីបែបនេះណាមិនចំពោះតែតន័យក្បាលដីណាតន័យអីក៏បានដែរទៅជា polygon គឺយើងអាចឆែកបានដើម្បីធ្វើការឆែកយើងគ្រាន់តែធ្វើការ select នៅ layer ដែលនៅក្នុង content ហ្នឹងហើយយើងចូលមកកាន់ attribute តែមកយើងមើលមកមុខងារមួយគឺ fine overlap អញ្ចឹងអត់មាន process អីច្រើនទេគឺគ្រាន់តែយើងចុចប៉ុណ្ណឹងមកឧបករណ៍នេះវានឹង check នៅ ព្រំប្រទល់របស់ polygon មួយហ្នឹងវាស្វែងរកថាតើមានកន្លែងណាដែលកងគ្នាអត់ណាបើសិនបើមានកន្លែងកងគឺវានឹងបង្កើតនៅ symbol បែបនេះអូខេឥឡូវយើងមើលអានេះតិចសិនយើងឃើញវារកឃើញថាមាន feature ចំនួន5នៅក្នុងចំណោម1777 feature ហ្នឹង5ហ្នឹងគឺវាកងគ្នាណាអូខេសិនមកឥឡូវយើងមកមើលនេះអញ្ចឹងដល់ពេលដែលវារកឃើញថា polygon ផងយើងវាមានកន្លែងកងគ្នាគឺវាបង្កើត symbol error symbol បែបនេះអូខេហើយយើងអាចឆែកមើលបានគឺយើងឃើញថាវាមានកន្លែងកងគ្នាមែននេះឃើញទេហើយយើងបើយើងទៅមើលនៅខាងលើក៏ដូចគ្នាដែរយើងខាងលើនេះយើងឃើញវាមានកន្លែងកងគ្នាដែរអូខេកងនេះគឺកងទូចមែនតើណាយើងឃើញកងទូចតែវានៅតែចាប់បានដដែលឃើញទេអូខេអញ្ចឹងនៅពេលដែលយើងcheck នៅពេលដែលវា check ឲ្យយើងប៉ុណ្ណឹងយើងអាចកែបានឥឡូវមកដល់យើងកែអាណាមួយទៅអានេះកែហ្នឹងទៅយើងកែព្រំវាមកឲ្យត្រូវមកអានេះយើងឃើញថា fill color វានេះវារៀងវាដិតជាមួយខ្ញុំសេរី opacity វាបន្តិចខ្ញុំធ្វើការ update ហ្នឹងបន្តិចឲ្យវាស្រួលមើលជាងហ្នឹងឥឡូវយើងកែ color រួចហើយយើងទៅកែក្រោមវិញនៅកន្លែងនេះឃើញទេពេលយើងទៅលើ opacity របស់វាបន្តិចយើងឃើញកន្លែងដែលវាកងគ្នាអញ្ចឹងយើងអាចកែបានយើងអាចចុចម្សារទៀតដើម្បី confirm ថាតើ polygon ហ្នឹងបានកែឲ្យនៅណាហើយវានៅកងគ្នាទៀតអត់អញ្ចឹងយើងចុចម្សារទៀតមក select layer ហ្នឹងហើយselect layer ហ្នឹងហើយចុច pull ហ្នឹងម្ដងទៀតមកអញ្ចឹងវានឹង check ម្សារទៀតអូខេអញ្ចឹង no overlap found នេះ selected layer មានន័យថាវាធ្វើការ check នៅព្រំប្រទល់នឹងម្ដងទៀតហើយវា verify ប្រាប់យើងថាតើវានៅមានកន្លែងកងគ្នាអត់ណាអញ្ចឹងតាមរយៈឧបករណ៍មួយនេះគឺវាមានភាពងាយស្រួលនិងលឿនមែនទែនសម្រាប់ការពិនិត្យមើលទៅលើភាពកងនឹងដោយយើងមិនចាំបាច់បង្កើត topology ដាក់ rule ដាក់អីទេនេះគឺចុចគ្រាន់តែចុចទៅគឺវា check ឲ្យណា logic អីគ្រប់បែបយ៉ាងគឺខ្ញុំដាក់ចូលនៅក្នុងឧបករណ៍នឹងហើយឧបករណ៍នេះយើងនឹងដាក់ចូលនៅក្នុង version បន្ទាប់ណា release បន្ទាប់ឥឡូវនេះ version 2026.1.2 ហើយយើងនឹង release នៅក្នុងversion 2026.1.3 នៅក្នុង version នោះផងដែរយើងនឹងថែមនៅមុខងារពិសេសមួយចំនួនទៀតដែលវាជួយសម្រួលការងាររបស់យើងអូខេហើយសម្រាប់លោកអ្នកដែលបានជាវនៅ add-in នេះហើយរងចាំទទួលនៅកំណែ version ថ្មីហើយលោកអ្នកដែលពុំទាន់បានជាវឬក៏មានចំណាប់អារម្មណ៍នៅក្នុងការជាវអាចតាក់ទងទៅកាន់ admin បានតម្លៃធូរថ្លៃទេអូខេយើងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ